ករណីដ៏រន្ធត់មួយបានកើតឡើងកម្មករសំណង់ជិះម៉ូតូបោករថយន្តបោកក្បាលស្លាប់នៅនឹងកន្លែងកម្មករសំណង់ម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែងខណៈពេលដែលជិះម៉ូតូមួយគ្រឿងទៅបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងនៅចំណុចផ្លូវបំបីជា4ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6:10 នាទីព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2025នៅចំណុចផ្លូវបំបីជា4លើមហាវិថីឌីប៉ុកកែងផ្លូវ30ម៉ែត្រក្នុងភូមិកប់ស្រូវតូចសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះខួនសាវឿនភេទប្រុសអាយុ30ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិអង្គរខ្ចាយខាងត្បូងឃុំដានគោមស្រុកអង្គរជ័យខេត្តកំពតបានបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុបើតាមនគរបាលបានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ 3S4339 ចំនួន1គ្រឿងអ្នកបើកបរឈ្មោះអឹមច័ន្ទរិទ្ធភេទប្រុសអាយុ29ឆ្នាំត្រូវបានឃាត់ខ្លួននិងម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1AA9936 តាមព័ត៌មានបានដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវឌីប៉ុកក្នុងទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុកែងផ្លូវ30ម៉ែត្រមានម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកបុករថយន្តពេញទំហឹងបណ្ដាលឲ្យបោកស្លាប់នៅនឹងកន្លែងបន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើកបររថយន្តនិងព្រួតម្នាក់បានព្យាយាមបើកកិច្ចរហូតមកដល់បុរីពិភពថ្មីជុកវ៉ាមួយប្រមាណជាង1គីឡូម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានអ្នកបើកបរនិងព្រួព្រមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះទៅវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធីចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី